អត់ចែករំលែកអត់បានហ្មងអ្នកទាំងអស់គ្នា smoothie បៃតងមួយមុខនេះគឺជួយឲ្យក្បាលពោះរបស់យើងរាបស្មើកាត់បន្ថយជាមួយនឹងខ្លាញ់ក្បាលពោះមានកាឡូរីទាបមិនថាអ្នកទាំងអស់គ្នាចង់សម្រកទងន់ចង់បានរាងស្អាតគឺញ៉ាំបានទាំងអស់ហ្មងអ្នកទាំងអស់គ្នាដែលគ្រឿងផ្សំងាយៗមែនតើមានជាមួយនឹងគីនឆាយមានជាមួយទឹកសក់ប៉ោះបៃតងមានជាមួយនឹងម្នាស់ហើយយើងបន្ថែមជាមួយនឹងខ្ញីបូកជាមួយនឹងក្រូចឆ្មាអ្នកទាំងអស់គ្នាគីនឆាយគឺមានជាមួយនឹងកាឡូរីទាបប៉ុន្តែមានជាតិ fiber ខ្ពស់ធ្វើឲ្យយើងឆ្អែតបានយូរជំនួយដល់ការរំលាយអាហារទឹកសក់គឺមានជាតិទឹកខ្ពស់ជួយផ្ដល់សំណើមដល់រាងកាយកាត់បន្ថយជាមួយនឹងការហើមពោះប៉មគឺល្អមែនតើសម្រាប់កាពះពោះវៀនរបស់យើងក៏ដូចជាសាប៊ូ fiber ធ្វើឲ្យយើងឆ្អែតបានយូរម្នាស់សាប៊ូជាតិវីតាមីន C ក៏ដូចជាជួយទៅដល់ការរំលាយអាហាររបស់យើងខ្ញីកាត់បន្ថយជាមួយនឹងការហើមពោះក៏ដូចជាជួយគ្រប់គ្រងទៅលើការរំលាយអាហារខ្ញុំបន្ថែមជាមួយនឹងក្រូចឆ្មាមួយផ្លែអ្នកទាំងអស់គ្នាតោះមកអ្នកទាំងអស់គ្នាអាចថែមទឹកចំនួនបរិមាណឲ្យសមល្មមមួយនឹងគ្រឿងផ្សំរបស់យើងបើអ្នកទាំងអស់គ្នាក៏លុកទៅច្រើនញ៉ាំអត់អស់គឺយើងអាចដាក់ក្នុងទូទឹកកកបានមួយយប់ទៀតអ្នកទាំងអស់គ្នាហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តញ៉ាំជាមួយទឹកបន្លែ smoothie ឬក៏ចង់បានជាមួយរបបអាហារឡើងគីឡូឬក៏សម្រក់គីឡូគឺយើងមានដូចគ្នាអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់បងៗដែលចង់ចាប់ផ្ដើមញ៉ាំរបបអាហារដែលមានសុខភាពល្អប៉ុន្តែអត់ដឹងថាចាប់ផ្ដើមពីណាទៅណាហើយអ្នកទាំងអស់គ្នាអាចជ្រើសរើសជាមួយនឹងសភៅរបស់យើងបានហើយអ្នកទាំងអស់គ្នាអាចបង្កើតរូបមន្តសម្បូរបែបយល់ដឹងតាក់ទងជាមួយអត្ថប្រយោជន៍បន្លែផ្លែឈើបង្កើតរូបមន្តឲ្យត្រូវជាមួយនឹងបញ្ហាសុខភាពរបស់យើងអ្នកទាំងអស់គ្នា